ខ្ញុំគ្រួចាំបានច្រើនឆ្នាំមកហើយដែលលោកគ្រូបានបង្កើតកម្មវិធីប្រកួតបែបក្មេងៗដាក់ឈ្មោះថាទំពាំងស្នងឫស្សីអញ្ចឹងលោកគ្រូសង្វៀនទំពាំងស្នងឫស្សីប្រដៅគុំខ្មែរបាទតែបាននៅទាំងអស់នោះដូចចាយកម្មការបាទដោយសារបានទៅតែចំណាយបាទហើយអញ្ចឹងបានន័យថាពេលខ្លះទៅក៏កប៉ៅខ្លួនឯងពេលខ្លះទៅខ្ញុំនិយាយកាត់តិចចំណែកមួយទេក៏អរគុណអាដាមខូចឆៃដែរគាត់បានមកទស្សនៈអូលោកធ្លាប់មកទស្សនៈនៅក្លឹបខ្ញុំគាត់ថាចេះហីក្លឹបគ្រូឡុងសាវ័នមកសំប៉ុន្តែមកផ្ទះហើយមកផ្ទះខ្លាយជាក្លឹបហើយហ្នឹងទេបើសិនណាមានលទ្ធភាពខ្ញុំនឹងបង្កើតក្លឹបសាខាមួយទៀតនៅរត់ដងលោហាមួយតែចៃដនអីកូនស្រីចាំក៏ខ្ញុំបន្តទៀតហើយចៃដនអីខ្ញុំឃើញអាដាមខូចឆៃគាត់មានគាត់ថាជាអ្នកស្នេហាជាអ្នកស្រឡាញ់វិស័យកូនខ្មែរជាអ្នកស្រឡាញ់កីឡាពិតអញ្ចឹងក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងងើបឡើងវិញដើម្បីគុណខ្មែរទុកខាត់ដល់កីឡាករបន្តសន្សំបន្តទៅឲ្យក្លឹបសារល្បនកីឡាគុណខ្មែរនេះបាទខ្ញុំចង់បញ្ចប់ហើយតែនឹងឃើញបច្ចុប្បន្នទេប្រធានសហព័ន្ធថ្មីខ្ញុំនឹងនឹកដើម្បីធ្វើការជាមួយគាត់ហើយកូនស្រីសំណប់ចិត្តដើម្បីជាមួយកូនស្រីសំណប់ចិត្តមានន័យណាស់គ្រូគឺនេះមានន័យណាស់មរតកក្បាច់គុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយកៅអៀកយិនសិនយ៉ាងធាសហការឧបត្ថម្ភដោយសាប៊ូកក់សក់ UWELL ស្ករគ្រាប់សម្រក់រាង Slim Me សាប៊ូអនាម័យ Mi 18មរតកក្បាច់គុណខ្មែរថ្ងៃនេះគឺជួបគម្ពីរគុណពិតរបស់ពិតបាទលោកគ្រូឡុងសាឡវ័នយើងបានដឹងហើយអំពីសាវតានៃការប្រកួតរបស់លោកគ្រូអស់រយៈពេលជាង10ឆ្នាំបាទពីឆ្នាំ8ជាងដល់ឆ្នាំ9ជាងយើងដឹងអំពីការធ្វើជាគ្រូបណ្ដាលបាទដែលឬជាច្រើនកន្លែងយើងបានដឹងអំពីស្ថានភាពសិស្សដែលឆ្លងកាត់ការបង្វឹករបស់លោកគ្រូគ្រប់ចំនួនបាទរហូតដល់កូនរបស់គាត់បន្តទៀតរហូតដល់ការសិក្សាបាទដែលខាងសាលានោះក៏ច្រឡំបាទមិនបានដឹងពិស្ដារឲ្យអស់អំពីបេសកកម្មរបស់កូនស្រីរបស់លោកគ្រូនៅក្នុងនាមជាអ្នកកីឡាបាទឥឡូវវិលមកជួបលោកគ្រូជាបន្តយើងសួរទៅមួយជ្រុងទៀតនៅក្នុងពិភពបណ្ដាលបានន័យថាចាប់តាំងពីចំនួនពលពតបានចប់ទៅលោកគ្រូបានចូលប្រឡូកក្នុងវិស័យកីឡាលោកគ្រូស្គាល់ប្រធានសហព័ន្ធគ្រប់ចំនួនទេម្ដងអាចនិយាយចឹងបាទការខ្ញុំនៅវ័យមានអាដាមមានលោកតាព្រំពេជ្រគាត់ជាប្រធានសហព័ន្ធបណ្ដាលក្បាច់ខ្មែរបុរាណកង្វល់កាលមុនគេដាក់បាច់ខ្មែរបុរាណបាទបើមុនគាត់បណ្ដាលសេរីបន្ទាប់មកបាច់ខ្មែរបុរាណហ្នឹងបើប្រធានសហព័ន្ធគឺលោកតាព្រំពេជ្រគាត់បានទៅប្រឡូកបន្ទាប់មកទៀតអ្នកអង្គការយូរ៉ាន់បាទកាលហ្នឹងបណ្ដាលគុណខ្មែរស្ម័គ្រចិត្តបាទបណ្ដាលក្បាច់ខ្មែរបុរាណស្ម័គ្រចិត្តបាទសហព័ន្ធកីឡាប្រដាល់កម្ពុជាស្ម័គ្រចិត្តកម្ពុជាស្ម័គ្រចិត្តបាទហ្នឹងហើយគាត់ក៏ទៅទទួលនីតិកម្មដែរបាទបន្ទាប់មកបានចូលក្នុងឆ្នាំទៅជា2000ជាង2010ជាងបានចូលប្រធានសហព័ន្ធថ្មីគឺអាដាមតែមើលកាលហ្នឹងគាត់ចូលមកដំបូងគឺដល់កម្មជាស្ម័គ្រចិត្តបាទបានគាត់បានបែរជាប្រហែលឆ្នាំមកបានចូលអាមនកម្មសម្របមូលគ្នាខ្លាយជាប្រដាល់គុណខ្មែរបាទសហព័ន្ធកីឡាប្រដាល់គុណខ្មែរបាទរហូតមកដល់អាដាមខូចឆាយរហូតដល់បច្ចុប្បន្ននេះគឺអាដាមខូចឆាយគាត់ជាអ្នកជាប្រធានសហព័ន្ធប្រដាល់គុណខ្មែរពីមួយចឹងនិយាយថាពីមួយចំនួនទៅមួយចំនួននេះប្រធានសហព័ន្ធនីមួយតើមានការវិវត្តបែបណាបើនិយាយពីលោកតាព្រំពេជ្រមកកីឡាករវាមានតិចកម្មវិធីប្រកួតក៏មានតិចដែរមួយឆ្នាំមាន2ដង3ដងហើយក៏សម្លៀកបំពាក់កីឡាក៏មិនសូវស្អាតបាត់ដោយសឡុយខោវាខុសពណ៌ហើយបន្ទាប់មកបានចូលអង្គការយូរ៉ាន់ក៏คล้ายជាមានកងអីគ្រាន់បើកាលមុនសូមមានកងមកនេះមានកងហើយក៏មានប្រដាប់អាការពារនេះពីមុនអត់មានប្រដាប់កៅអាការពារបុតឆៅវាមានស្អីទៅឡោកគេណាប៉ាលុបមិនហួលងៅណាហើយគេមានប្រដាប់មានឥឡូវនេះគឺដែលអង្គការហ្នឹងគេមានបងរុំដៃគេមានកងស្អាតបាតគាត់បើបាទកាលហ្នឹងគាត់ថាវាឡើងមកចំនួនទៅមកចំនួនមានកីឡាករគាត់បើដែរកាលហ្នឹងកាលអង្គការយូរ៉ាន់នៅខ្ញុំក៏ជាកីឡាដែរជាកីឡាទៅមានកីឡាករកាលហ្នឹងសម័យហ្នឹងមានបែរជាច្រើន
mà chỉ một phẩy nghĩa để khăng ចាប់ផ្ដើមមានប៉ុស្តិ៍លេខ មាន 5 ប៉ុស្តិ៍លេខ 5 បាទកីឡានេះ កីឡាហ្នឹងចាប់ដើមមានកកើតមករហូតដល់ប្រទេសសហព័ន្ធតែមើលនេះអាដាមតែមើលនេះក៏មានចាប់ដើមមានកាន់តែច្រើនមានកម្មវិធីកាន់តែច្រើនមានប៉ុស្តិ៍ច្រើនបង្កើតកម្មវិធីចឹងបានមានកីឡាករកាន់តែរីកដុះដាលរហូតដល់សម័យអាដាមខូឆាយបច្ចុប្បន្ននេះគឺមានទាំងប្រាក់ការតម្លៃខ្លួនកាន់តែច្រើនបាទតម្លៃពីអាដាមភូមិពេជ្រមក 60000 អ៊ំយរ៉ាន់ 5-100000 រហូតដល់អាដាមតែ10000ឡើងមក 250000 នឹងការប្រកួតជាមួយខ្មែររហូតដល់បច្ចុប្បន្ននេះអាដាមខូឆាយជាប្រធានសហព័ន្ធតម្លៃខ្លួនប្រហែលនេះ300000 400000 ហ្នឹងចាប់ពីតិចទៅមួយ តិចទៅសម្រាប់ការប្រកួតខ្មែរដែលទឹមបាន10ដងអីហ្នឹងរហូតដល់ការប្រកួតអន្តរជាតិគេបានលុយដល់បានពីម៉ូតូតាំងពីឡាន បាទខ្ញុំគិតថាខ្ញុំហួសសម័យខ្ញុំស្ដាយដែរកាលហ្នឹងក៏ដល់ពេលស្ដាយខែតែខំមកវឹកបានកីឡាករច្រើនដែរគ្នាបានប្រាក់មានទាំងឥឡូវគឺមានផ្ទះមានអីមានឡានមានក្របខ័ណ្ឌទៀតឲ្យតែល្អមានមេដៃបាទរហូតកូនស្រីនេះគាត់ចង់ខ្លាយជាកីឡាករស្នងកីឡាករនីវ៉ាន់សកុនណាគាត់ចង់ខ្លាយជាកីឡាទំពាំងស្នងឫស្សីគាត់ឃើញគេមានកិត្តិយសមានលុយមានអីគាត់ចង់បានដែរបាទហើយគាត់ខំប្រឹងតាមនឹងដែររៀនក៏បានខ្ពស់ទេការសិក្សាបាទនេះតាមគឺដែលលោកគ្រូបានចង់ផ្ដើមមកបាទអញ្ចឹងគឺថាតទៅលោកគ្រូមើលទៅគឺថាអាចនឹងមានការវិវត្តកាន់តែល្អប្រសើរថែមទៀតទេដែលមានអាយុដំខូចឆាយជាប្រធានសហព័ន្ធខ្ញុំគាត់ថានឹងមានអភិវឌ្ឍទាំងធនធានកីឡាករបានកម្រៃច្រើនធនធានកីឡាករខ្លាយជានិស្សិតបញ្ញភ័ណ្ឌក៏កាន់តែច្រើនព្រោះអីគាត់បណ្ដុះបណ្ដាលឲ្យថាកុំភ្លេចការសិក្សាអញ្ចឹងខ្ញុំឃើញតាមបណ្ដាក្លឹបនីមួយមានខ្លះឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ហើយដល់កូនសិស្សខ្ញុំមួយខ្ញុំអត់ដឹងផងបញ្ចប់បញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈអាចនិយាយបានថាក្លឹបរបស់លោកគ្រូសាលវ័នបានបណ្ដុះបញ្ញវន្តបានច្រើនបាទនេះរិនសំណាងណាបញ្ញាបត្ររដ្ឋបាលសាធារណៈបាទឡុងសវណ្ណលឿនបញ្ញាបត្រដូចពាណិជ្ជកម្មពាណិជ្ជកម្មនៃឡុងសវណ្ណពៅបាទដូចជាចូលរៀនបរិញ្ញាដែរបាទប៉ុន្តែមានទៀតថាឡុងសីហាឡុងពន្លឺសបញ្ញាបត្របាទដល់ហើយចង់បណ្ដុំបញ្ញវន្តដែរបាទបណ្ដុំបញ្ញវន្តដែរហើយកូនក៏នៅនឹងបន្តបាទខ្ញុំធ្លាប់ចាំបានច្រើនឆ្នាំមកហើយដែលលោកគ្រូបានបង្កើតកម្មវិធីប្រកួតបែបក្មេងៗដាក់ឈ្មោះថាទំពាំងស្នងឫស្សីអញ្ចឹងលោកគ្រូសង្វៀនទំពាំងស្នងឫស្សីប្រដាល់គុណខ្មែរបាទហើយកម្មវិធីហ្នឹងឃើញបាត់ហ្នឹងមិនទៅលោកគ្រូគោលបំណងហើយគោលបំណងចង់ឲ្យបណ្ដុះបណ្ដាលក្មេងៗឲ្យថាមានធនធានខ្លាយជាកីឡាខ្លាយជាទំពាំងពិតកាលនោះខ្ញុំបង្កើតនៅខាងមុខក្លឹបនេះដីតារានេះខ្ញុំបង្កើតបានជា3ឆ្នាំកីឡាកររីកដុះដាលច្រើនណាមិនមែនថាក្លឹបខ្ញុំទេក្លឹបមានក្លឹបផ្សេងបាទមាននៅក្លឹបសេនមន្ថេនក្លឹបអីផ្នែកសុផាយផ្នែកពលឺវិបុលទីទៅមានច្រើនដែលរីកដុះដាលរហូតដល់បច្ចុប្បន្ននេះបន្តខ្ញុំបង្កើតបាន3ឆ្នាំខ្ញុំទៅបង្កើតនៅនោះទៀតស្ទើរតែជួលដីគេសុំដីគេហ្នឹងដើម្បីមានសាយវៀនកាលនោះអត់មានសង្វៀនដល់ដែលថ្នាលច្រើនទេខ្ញុំបង្កើតមុនគេសង្វៀនហ្នឹងបាទហើយក៏បានមានថ្នាលផ្សេងក្នុងរីកដុះដាលរហូតដល់បច្ចុប្បន្នហ្នឹងតែចូលលោកគ្រូមិនទៅម្ដងធុកបង្កើតទេឬយ៉ាងណានិយាយទៅវាអាស្រ័យទៅលើទី1ស្ថានភាពទី2យើងវាខ្វះថវិកាសំខាន់នឹងធនធានបាទថវិកាកាលណាយើងមានថវិការឿងទីតាំងនឹងរកបានហើយរឿងកីឡាករតូចអីប្រុសស្រីយើងនឹងរកបានហើយបាទគណៈកម្មការចែកទេនឹងរៀបបានហើយបាទតែបាននឹងទាំងអស់នោះក៏ដូចចាយថវិកាដែរបាទដោយសារបានទៅតែចំណាយបាទហើយអញ្ចឹងបានន័យថាពេលខ្លះទៅក៏កប៉ៅខ្លួនឯងពេលខ្លះទៅក៏ខ្ញុំនិយាយកាត់តិចបង្កើតដល់តាំងពីលុយតា$100ក៏បង្កើតសង្វៀនការប្រកួតមួយបានដែរ$100ចែកទៅលើគណៈកម្មការចែកទៅលើកីឡាករចែកលើគ្រូពេទ្យនិយាយទៅ100ចាយបានទៀតអត់តោះមើលគុំគាត់ខ្ញុំមិនឲ្យមានថាសកម្មភាពបាទច
ជួឥឡូវ ឥឡូវយើងវាធនធានរៀងដុតដាបដែរ ហើយពេលវេលាលោកគ្រូមាន ពេលវេលាមានបាទ បាទអាចបង្កើតអីប្រកួតអីផ្សេងៗ បាទ ទេលោកគ្រូខ្ញុំកំពុងតែរៀបបដើនេះវ័យអារាមគុណខ្មែរលោកគ្រូស្គាល់អារាមណាអាចរៀបបាននេះអាចសហការគ្នាបានទេគ្រូ បាទបាទអាច ទំប្រកួតចប់ទៅវត្តលកានេះអូមនុស្សមូលកប៉ះហ្មង បាទ បាទ ឃើញតែមើលឃើញតាម live គឺចេះល្អ បាទមានបានពៀនបានអីផងហើយខ្ញុំគ្រោងធ្វើខ្សែក្រវ៉ាត់លោកគ្រូតាមមកសេរី បាទ លោកគ្រូមានប្រវត្តិជាមួយគាត់អនុស្សាវរីយ៍ជាមួយគាត់ច្រើនទេ ខ្ញុំដូចជាមានរូបថតអីខ្លះៗដែរចាំមើលចាំខ្ញុំយកឲ្យ មានមកហឹកធ្វើការជាមួយ ធ្វើការ អីចឹង ធ្វើការ គឺថាធ្លាប់ជជែកគ្នាជាមួយគាត់ទៅគាត់មានគំនិតក្នុងការរៀបចំនេះបែបណា និយាយទៅមើលគាត់ដើម្បីអភិវឌ្ឍគុនខ្មែរហ្មងគឺវិស័យវត្តអាខ្មែរគាត់ចង់ឲ្យកីឡាគុនខ្មែរហ្នឹងមានភាពល្បីល្បាញសំខាន់ភាពល្បីល្បាញគុនខ្មែរនៅលើឆាកអន្តរជាតិ បាទសិស្សលោកគ្រូសពថ្ងៃសល់ប៉ុន្មានអ្នកដែរគ្រូដែលហាត់ ហាត់ចប់ដល់ប្រហែលជា10នាក់ ប្រហែលជា10នាក់ 10នាក់ហ្នឹង បាទ និយាយទៅបច្ចុប្បន្ននេះកាលមុនខ្ញុំបើកការប្រកួតទៅមានកីឡាករវាបានវាយទៅតែកីឡាករចង់ដល់បច្ចុប្បន្នវាអត់ដែលយើងអត់មានបើកការប្រកួតការចាប់គូក៏មិនស្រួលដែរមិនចង់និយាយថាបោះណាទេថាធម្មតានៅផ្ទះយើងឆ្លាញ់គ្រូយើងហើយអញ្ចឹងគ្រូសាយើងហើយ បាទយល់ មិនចង់និយាយឆ្ងាយផ្ទះយើងកូនអត់អីញ៉ាំនេះនំចំណីដល់កន្លែងនឹងប៉ោះគេបើកក្លឹបដែរមិនត្រូវការអញ្ចឹងកុំបាច់វិញឆ្ងាយទៅប៉ុណ្ណឹងបាន លោកគ្រូខ្ញុំត្រឡប់មកម្ដងទៀតមើលនៅក្រោមមានសាកបយុដូច1 2បាទហើយក្រោយនៅខាងក្រោមផ្នែកខាងក្រោយនោះមានទូដាក់តាំងខ្សែក្រវ៉ាត់ដែរយើងតុបផ្ទះបាយមានតុបមួយទៀតហើយឡើងមកខាងលើនេះមានសាក់មានកង់ឡានបយុអញ្ចឹងទៅហើយសង្វៀនអញ្ចឹងទៅហើយក្រោយនេះមានតុបដាក់អីវ៉ាន់អីអញ្ចឹងទៅសិស្សដេកនឹងខ្លះដែរទេលោក សិស្សដេកពេលយប់មកឈុតពេលថ្ងៃមកឈប់ដោយសារគ្នាថ្ងៃគ្នាហាត់ផងរៀនផងលួយទៅធ្វើការយប់អញ្ចឹងទៅទៀតចឹងទៅធ្វើការនិយាយឲ្យចំទៅក្លឹបនេះក៏កើតដោយអត់តែខ្លះ យើងជឿខ្លួនឯងហ្នឹងដោយសារมันបានបំពេញបន្តសង្វិនបន្តទៀតដោយសារ មរតកក្បាច់គុនខ្មែរឧបត្ថម្ភផ្ដាច់មុខដោយកៅអៀកយិនសិនយ៉ាងធា សហការឧបត្ថម្ភដោយសាប៊ូកក់សក់ UWell ស្ករគ្រាប់សម្រក់រាង Slim Me សាប៊ូអនាម័យ Mi 18